បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ការវិលមកកាន់ Channel YouTube រៀន Excel VBA Code បាទអញ្ចឹងនៅក្នុងវីដេអូមេរៀនថ្ងៃនេះបាទខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីការ record macro នៅក្នុងការសម្អាតទិន្នន័យចេញមកបញ្ចេញនៅក្នុងនេះវិញបាទការពីវីដេអូមុនគឺខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីការសរសេរកូដដើម្បីសម្អាតទិន្នន័យហ្នឹងចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអត់ធ្វើការសរសេរកូដទេគឺយើង record macro ដើម្បីធ្វើការសម្អាតទិន្នន័យចេញពីតារាងបញ្ជីនេះដោយស្វ័យប្រវត្តិហើយចំណុចមួយទៀតគឺការ save ឯកសារទុកឬក៏ហៅថារក្សាឯកសារទុកដើម្បីឲ្យវាដំណើរការជាមួយនឹង macro របស់យើងណាតែធ្វើម៉េចឲ្យ macro យើងវាដំណើរការបាទហើយការ save នោះគឺវាមានទំហំតូចបាទថា C ទំហំតូចវាមាន2លក្ខខណ្ឌមួយគឺធម្មតាហើយមួយទៀតគឺវាអាចបង្រួមទំហំឯកសាររបស់យើងបាទតោះឥឡូវកុំឲ្យខាតពេលយូរបាទអញ្ចឹងនៅកន្លែងនេះបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់បានមើលវីដេអូនេះអាចមើលខាងក្រោមវីដេអូបាទខាងក្រោមវីដេអូហ្នឹងអ្នកនឹងឃើញអំពីរបៀបនៅក្នុងការធ្វើទាញទិន្នន័យបែបនេះហើយបាទកាលពីវីដេអូមុនគឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីបាទបង្កើតប៊ូតុងចុចទាញទិន្នន័យមកដែលអត់ប្រើកូដអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញបាទការ clear ទិន្នន័យម្ដងតោះអញ្ចឹងកុំឲ្យខាតពេលយូរតោះឥឡូវយើងទៅធ្វើទាំងអស់គ្នាបាទអញ្ចឹងជាដំបូងគឺយើងចុចទៅលើកន្លែង view បន្តមកទៀតយើងចុចកន្លែង macro ចុច record macro បាទអញ្ចឹង record macro យើងអាចដាក់ shortcut ដើម្បីចុចក៏បានដែរលើ keyboard ប៉ុន្តែខ្ញុំអត់បង្ហាញទៅការដាក់ shortcut ទេបាទឥឡូវខ្ញុំដាក់ថា clear ចុះ clear បាទ clear data អញ្ចឹងទៅណា data អញ្ចឹងខ្ញុំចុច OK បាទចូលទៅ view បាទឬក៏ចុចកន្លែងនេះក៏បានដែរចុចទៅ record ហើយបាទយើងដាក់ clear សារថ្មីមកបាទ clear data ណាចុច OK អញ្ចឹងគឺខ្ញុំ select ប៉ុណ្ណេះហើយខ្ញុំចុច delete បាទបន្តមកទៀតខ្ញុំមកស្ដាំខ្ញុំយក format cell កន្លែង border ខ្ញុំយក no ហើយកន្លែង fill យក no fill ហើយខ្ញុំចុច OK ណាបន្តមកខ្ញុំ stop macro ចុចនៅនេះតែម្ដងបាទអញ្ចឹងខ្ញុំមកស្ដាំលើនេះខ្ញុំយក assign macro បាទបន្តមកគឺខ្ញុំចុចលើ clear data ហើយចុច OK ណាបាទនេះបន្តពីទាញទិន្នន័យយើងចុច clear មកបាត់ទិន្នន័យឃើញទេបាទអញ្ចឹងងាយស្រួលដែរបាទណាបាទ OK ណាចុចទៅបាត់ទិន្នន័យហើយអានេះដោយសារវាជាប់នេះដោយសារខ្ញុំគូនេះកន្លែងនេះដើម្បីរៀបទិន្នន័យចឹងវា copy ដោយអាហ្នឹងដែរណាបាទសូមអធិស្ឋានដោយសារវា copy ដោយអាខាងលើហ្នឹងដែរអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់ដាក់អាហ្នឹងទេគឺ copy ទៅវាអត់ជាប់បញ្ហាអញ្ចឹងទេណានេះដោយសារខ្ញុំធ្លាប់នេះទៅវាជាប់អញ្ចឹងឯងបាទអញ្ចឹងវាអត់បាក់ទេណាអញ្ចឹងចុចយូរទៅកាន់តែងឹតទៅដោយសារវា copy មកកាន់តែច្រើនណាវាស្ទួតកូនលើគ្នាណាអញ្ចឹងអ្នកទាំងអស់គ្នាគឺបើសិនជាធ្វើគឺអត់មានបញ្ហាជាប់អាហ្នឹងទេបាទអញ្ចឹងមានតែប៉ុណ្្នឹងទេតោះឥឡូវមួយចំណុចទៀតគឺតាក់ទងទៅនឹងការរក្សាទុកឯកសាររបស់យើងឲ្យវាដំណើរការជាមួយនឹង macro បាទឲ្យវាដើរជាមួយនឹង macro អញ្ចឹងដើម្បីឲ្យឯកសាររបស់យើងបើកមកវាដំណើរការជាមួយ macro ទី1គឺយើងត្រូវចុចលើ file តោះមកយើងយក save as មកបាទហើយជ្រើសរើសទីតាំងយើងយក browse ទៅទុកនៅណាខ្ញុំទៅថាខ្ញុំទុកលើ desktop ចឹងណាទុកលើ desktop អញ្ចឹង macro ដំណើរការវាមាន2បាទទី1គឺនេះ Excel macro enable workbook បាទហើយហ្នឹងមួយបាទប៉ុន្តែសម្រាប់មួយនេះគឺ VC ទំហំគឺធំបាទចំណែកមួយទៀតគឺ Excel binary តាក់ទងនឹង workbook បាទ binary workbook បាទអាមួយនេះគឺវាចំណេញទំហំរបស់យើងបាទ VC ទំហំតូចបាទបើយើងប្រៀបធៀបជាមួយនឹង Excel macro enable workbook បាទអញ្ចឹងយើងយកមួយនេះមកបាទហើយយើងចុចពាក្យថា save បាទឥឡូវខ្ញុំ save 2ហ្នឹងដាក់ទន្ទឹមគ្នាខ្ញុំ save មួយទៀតដាក់ទៅលើ desktop ដូចគ្នាតបមកមួយទៀតគឺខ្ញុំយកលើបាទហើយខ្ញុំចុច save OK ណាឥឡូវខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាមើលទាំងអស់គ្នាថាតើអាពីរហ្នឹងវាខុសគ្នាយ៉ាងម៉េចបាទបាទអញ្ចឹងខ្ញុំចុចទៅលើនេះមកបាទអញ្ចឹងវាមានចំណុចខុសគ្នាបាទមួយនេះគឺ
VC ទៅដល់ 31.5 អានេះ VC 33.8 អញ្ចឹងវាខុសគ្នាបែបហ្នឹងឯងបាទអញ្ចឹងអា binary workbook នេះគឺ VC តូចជាងExcel macro editable macro ណាអញ្ចឹងទំហំមួយនេះគឺវាតូចជាងអានេះធំជាងបាទហើយការដំណើរការរបស់វាគឺវាដើរដូចគ្នាទេបាទវាអត់ខុសគ្នាទេប៉ុន្តែវាចំណេញនៅលើការងាររបស់យើងគឺ VC ទំហំតូចបាទអញ្ចឹងនេះគឺជាកលឹះបន្តិចតួចនៅក្នុងការចែកចម្លែកដល់អ្នកទាំងអស់គ្នាហើយសូមអរគុណច្រើនសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះបាទផ្ដល់នៅចំណេះដឹងថ្មីប្លែកៗដល់អ្នកទាំងអស់គ្នាកុំភ្លេចជួយ like subscribe ដល់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី Channel YouTube រៀន Excel VBA Code ជាបន្តទៀតបាទសូមអរគុណច្រើនបាទ